ជំរាបសួរបងប្អូនទាំងអស់គ្នាហើយក៏ជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូដែលផ្ដិតយកទេសភាពស្រស់ស្អាតនារដូវស្លឹកឈើជ្រុះនៅក្នុងទីក្រុង Melbourne ហើយក្រោយពីការអាក់ខានក្នុងការចេញវីដេអូមួយរយៈអំពីដំណើរកម្សាន្តក៏ដូចជាកន្លែងស្រស់ស្អាតមួយចំនួនទៅតាមរដូវផ្សេងៗនោះហើយថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែលប្លែកដែលខ្ញុំមិនដែលធ្លាប់បានធ្វើពីមុនមកទេគឺវីដេអូតាក់ទងជាមួយនឹងការផ្ដិតយកទេសភាពស្រស់ស្អាតនារដូវស្លឹកឈើជ្រុះនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីបាទខ្ញុំធ្លាប់តែបានបង្ហាញអំពីទេសភាពមួយចំនួននៅរដូវរងាក៏ដូចជាការទន្លេភ្នំទឹកកកហើយនិងរដូវផ្ការីកមួយចំនួនបាទហើយថ្ងៃនេះទៀតសោតខ្ញុំនឹងបង្ហាញបងប្អូនអំពីទេសភាពនារដូវស្លឹកឈើជ្រុះនៅក្នុងទីក្រុង Melbourne ហើយជាដំបូងនោះគឺមានអ្វីប្លែកទេគឺពួកខ្ញុំក្រោកពីព្រលឹមហើយដើម្បីរៀបចំបាយដាក់ទៅញ៉ាំបាទដោយសារការទៅលេងនៅសួនដែលមានដើមឈើស្រស់ស្អាតមានពឿចម្រុះនោះគឺនៅឆ្ងាយពីក្រុងដែរដែលយើងត្រូវធ្វើដំណើរដោយជិះ tram ហើយនឹងជិះឡានក្រុងបាទអញ្ចឹងយើងត្រូវមកជួបជុំគ្នានៅនឹងមុខ State Library ហើយបានយើងធ្វើដំណើរបន្តទៅកាន់ស្ថានីយ៍រថភ្លើង Flinders បាទហើយនៅទីនោះគឺយើងត្រូវចាំនៅរថភ្លើងដែលត្រូវឆ្ពោះទៅកន្លែងដែលយើងត្រូវទៅនឹងមួយសន្ទុះសិនបាទហើយជាទូទៅនៅពេលដែលពួកខ្ញុំទៅលេងនៅកន្លែងសួនសាធារណៈដែលនៅឆ្ងាយពីក្រុងក៏ដូចជាកន្លែងទេសចរមួយចំនួននោះគឺពួកខ្ញុំតែងតែប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈរថភ្លើងឬមួយក៏ឡានក្រុងជាដើមបាទទាំងអស់នេះគឺជាមធ្យោបាយសាធារណៈដែលមាននៅក្នុងប្រទេសអូស្ត្រាលីក៏ដូចជាក្នុងទីក្រុង Melbourne ហើយធ្វើដំណើរតាមរថភ្លើងបានប្រហែលជាមួយសន្ទុះក៏នឹកឃើញថាដាក់បាយក្តាំងមកអញ្ចឹងទៅក៏យកបាយក្តាំងមកញ៉ាំហើយបាយក្តាំងនេះគឺមានរសជាតិឆ្ងាញ់មែនទែនស្រួយហើយឈ្ងុយបាទអត់មានរសជាតិប្រៃខ្លាំងទេហើយអរគុណមែនទែនចំពោះបងស្រីដែលគាត់បានខំផ្ញើបាយក្តាំងនឹងតាំងពីខ្មែររហូតមកដល់អូស្ត្រាលីបាទអញ្ចឹងបាយក្តាំងនឹងតាមមកដល់អូស្ត្រាលីតែម្ដងអញ្ចឹងក្រោយពីពួកខ្ញុំបានជិះរថភ្លើងប្រហែលជា1ម៉ោងមកអញ្ចឹងពួកខ្ញុំត្រូវជិះឡានក្រុងមួយតង់ទៀតដើម្បីទៅកាន់កន្លែងដែលពួកខ្ញុំត្រូវទៅលេងនឹងហើយបើនិយាយអំពីទេសភាពតាមផ្លូវវិញហ្នឹងគឺមានពឿខៀវស្រងាត់តែម្ដងបាទដែលអមជាមួយនឹងដើមឈើទូចធំតាមផ្លូវហើយបើនិយាយអំពីផ្លូវវិញហ្នឹងគឺមិនធំប្រហែលទេបាទអញ្ចឹងអាចជិះបានឡាន2បាទឥឡូវនេះគឺក្រោយពីយើងធ្វើដំណើរបានមួយសន្ទុះមកឥឡូវនេះយើងក៏បានមកដល់ទីតាំងដែលយើងត្រូវឈប់ហើយយើងក៏ចាប់ផ្ដើមឃើញលំតាក់ទងជាមួយនឹងទេសភាពពើស្លឹកឈើចម្រុះនឹងបដើហើយបាទប៉ុន្តែយើងមិនទាន់ដល់ទីតាំងមែនទេបាទគ្រាន់តែយើងឃើញតាមផ្លូវខ្លះហ្នឹងគឺមានដើមឈើប្រែពើហើយបាទគឺពិតជាស្រស់ស្អាតមែនទែនគ្រាន់តែយើងមើលពីចម្ងាយទម្រាំនឹងយើងទៅឃើញផ្ទាល់ទៀតគឺកាន់តែស្រស់ស្អាតមែនទែនហើយទីតាំងនេះគឺជាទីតាំងមួយដែលល្បីដែរនៅពេលដែលរដូវស្លឹកឈើជ្រុះគឺគេចូលចិត្តមកលេងនៅទីនេះបាទគឺសួន Alfred បើនិយាយអំពីទីតាំងប្លង់ត្នេះវិញគឺនៅពេលដែលយើងថតរូបគឺស្រស់ស្អាតមែនទែនបាទជាមួយនឹងផ្លូវកង់ហើយនឹងដើមឈើដែលមានពើលឿងពើក្រហមទៀតមកគឺស្រស់ស្អាតមែនទែនបងប្អូនហើយនេះគឺមិនទាន់ទៅដល់នៅទីតាំងដែលមានដើមឈើចម្រុះពើជាច្រើនផងបាទគ្រាន់តែនៅតាមផ្លូវទេគឺយើងឃើញមានថាដើមឈើនឹងគឺស្រស់ស្អាតមែនទែនហើយគ្រាន់តែចំណាយពេលក្នុងការថតរូបនៅទីនេះនឹងគឺមួយសន្ទុះធំដែរដោយសារតែឃើញដើមឈើនឹងពើស្រស់ស្អាតពេកដោយសារតែនៅស្រុកយើងគឺយើងអត់ដែលមានរដូវស្លឹកឈើជ្រុះដែលមានពើដើមឈើស្រស់ស្អាតអញ្ចឹងក៏យើងឆ្លៀតឱកាសនេះក៏ថតនៅទេសភាពទាំងអស់នេះទៅហើយថ្ងៃដែលខ្ញុំទៅនេះគឺរាំងត្រជាក់គ្រាន់ដែរបាទដោយសារនៅពីក្នុងក្រុងគឺថាវាអត់ត្រជាក់ទេអញ្ចឹងពាក់អាវស្ដើងមានណានៅពេលដែលមកដល់នៅសួននេះគឺមានអារម្មណ៍ថាត្រជាក់គួរសមដែរអាវដូចតុបអត់ចង់ជាប់ដែរអញ្ចឹងឥឡូវនេះគឺខ្ញុំបានដើរចូលនៅតាមផ្លូវរបស់គេបាទយើងចាប់ដើមឃើញមានដើមឈើពើលឿងពើក្រហមអីនឹងជាច្រើនបាទដែលវានឹងត្រៀមជ្រុះស្លឹកហើយអញ្ចឹងគឺនៅទីនេះគឺស្រស់ស្អាតបាទមានភ្ញៀវគេមកលេងថតរូបអីជាច្រើនបាទហើយនេះក៏ជាទស្សនីយភាពមួយដែលប្លែកភ្នែកដែរដោយសារតែយើងនៅស្រុកយើងគឺអត់មានរដូវស្លឹកឈើជ្រុះដែលមានពើស្លឹកឈើប្រែពើអីអញ្ចឹងបាទដល់ពេលយើងមកឃើញស្រុកគេអញ្ចឹងក៏ប្លែកភ្នែកដែរបាទអញ្ចឹងវាគ្មានអីចម្លែកទេបាទដូចស្រុកគេអញ្ចឹងដូចជនជាតិគេអញ្ចឹងពេលដែលគេទៅលេងស្រុកយើងគេអត់ដែលឃើញស្ថាបត្យកម្មយើងទេសភាពព្រៃភ្នំស្រុកយើងឬមួយក៏បរិយាកាសនៅស្រុកយើងគេក៏ប្លែកភ្នែកដូចគ្នាដែរបាទអញ្ចឹងមានខុសអីពីយើងទេនៅពេលដែលយើងអត់ដែលធ្លាប់មាននៅរដូវស្លឹកឈើជ្រុះដែលមានពើស្លឹកឈើរុក្ខជាតិអីនឹងប្រែពើអញ្ចឹងគឺយើងមានអារម្មណ៍ថាប្លែកបាទប្លែកភ្នែកចង់ថតរូបលេងហើយក៏មានអារម្មណ៍ថាស្រស់ស្រាយមួយបែបដែរបើនិយាយអំពីសួនសាធារណៈ Alfred របស់គេនេះគឺមានទំហំធំបាទអញ្ចឹងនៅក្នុងប្រទេសអូស្ត្រាលីនេះគឺសម្បូរណាស់
បាទជាមួយនឹងសួនសាធារណៈដែលមានដើមឈើធំធំរុក្ខជាតិទូចៗជាមួយនឹងសត្វព្រៃសត្វស្លាបអីហ្នឹងគឺសម្បូរបាទអញ្ចឹងគឺពួកខ្ញុំទៅថ្ងៃនោះគឺដើរអត់អស់ដែរទេបាទដោយសារតែរាំងត្រជាក់ដែរហើយក៏ល្ងាចផងដែរអញ្ចឹងទៅក៏ទៅតែកន្លែងទេសភាពស្អាតៗអីមួយចំនួនបាទអញ្ចឹងឥឡូវនេះគឺពួកយើងបានដើរទៅរកកន្លែងដែលមានដើមឈើពឿប្លែកៗដែលមានពឿលឿងពឿក្រហមបាទអញ្ចឹងគឺយើងកំពុងតែដើរទៅហើយអញ្ចឹងនៅពេលដែលយើងដើរទៅកន្លែងណាដែលយើងអត់ដែលធ្លាប់ទៅហើយយើងចង់ឃើញយើងដើរទៅគឺអត់សូវហត់ទេបាទហើយណាមួយទៀតកន្លែងដែលយើងទៅនេះគឺចុះចរៈដែរអញ្ចឹងចាំមើលទៅមកវិញយើងឡើងទួលអញ្ចឹងរាំងហត់បន្តិចហើយបាទអញ្ចឹងដើរមកសន្ទុះដែរបានទៅដល់កន្លែងដែលស្រស់ស្អាតដែលល្បីនៅកន្លែងសួន Alfred នារដូវស្លឹកឈើជ្រុះនេះបាទហើយគ្រាន់តែយើងដើរតាមផ្លូវទៅកន្លែងនោះក៏យើងមានទេសភាពប្លែកៗដើម្បីទស្សនាតាមផ្លូវបដើសិនដែរបាទអត់ហត់ទេបាទឥឡូវនេះគឺយើងបានមកដល់កន្លែងទំពាំងបាទហ្នឹងខ្ញុំហៅទំពាំងហ្នឹងមិនដឹងជាស្អីគេទេបាទហើយមានទំពាំងអញ្ចឹងទៅហើយមានដើមឈើពឿលឿងពឿក្រហមបាទដោះជុំវិញទំពាំងហ្នឹងទៅនៅពេលដែលយើងមើលភ្នែកទៅទេឃើញស្លឹកឈើហ្នឹងគឺជះមកលើទំពាំងហ្នឹងគឺស្រស់ស្អាតមែនទែនកន្លែងនេះគឺជាកន្លែងដែលថតរូបប្លង់ស្អាតមែនទែនបាទហើយខ្ញុំឃើញអ្នកថតជាច្រើនដែលគាត់តែងតែមកថតនៅនេះដើម្បីផ្ដិតយកទេសភាព background ដែលមានស្លឹកឈើហ្នឹងគឺពឿលឿងពឿក្រហមនៅទីនេះច្រើនមែនទែនបាទអញ្ចឹងសូម្បីតែយើងមើលនៅនឹងកាមេរ៉ានេះគឺស្រស់ស្អាតទៅហើយបាទអញ្ចឹងនៅពេលដែលខ្ញុំមើលឃើញផ្ទាល់ហ្នឹងគឺស្រស់ស្អាតមែនទែនជាមួយនឹងទេសភាពពឿលឿងពឿក្រហមបាទមានបៃតងខ្លះទៅមានទឹកធ្លាក់ហើយទឹកធ្លាក់នេះខ្ញុំមិនដឹងថាទឹកធ្លាក់សិប្បនិមិត្តឬមួយក៏ទឹកធ្លាក់ធម្មជាតិអីមិនអត់ដឹងទេនេះបាទអញ្ចឹងទៅក៏ស្រស់ស្រាយមួយយ៉ាងមានសត្វស្លាបមានទាមានអីហើហោះមកអញ្ចឹងទៅគឺដូចយើងនៅជាមួយនឹងធម្មជាតិតែម្ដងស្លឹកឈើដែលប្រែពឿនេះប្រហែលជាទៅតាមពូជរបស់វាបាទអញ្ចឹងមុននឹងវាជ្រុះស្លឹកអញ្ចឹងទៅវាប្រែពឿទៅជាពឿលឿងឬមួយក៏ពឿក្រហមប៉ុន្តែស្លឹកឈើខ្លះឬមួយក៏រុក្ខជាតិខ្លះខ្ញុំអត់ឃើញមានប្រែពឿទេអញ្ចឹងប្រហែលជាមានតាមពូជរបស់វាដែរប្លង់ទៅនេះគឺជាប្លង់ដែលល្បីបាទដែលគេតែងតែមកលេងហើយគេថតជាមួយនឹងខ្ទមគេហ្នឹងបាទអញ្ចឹងនេះគឺជាខ្ទមស្រែសម្ងាត់អីមិនដឹងទេមានស្រែមានអីទេមិនដឹងខ្ទមអីដែរបាទប៉ុន្តែដឹងថាគេហ្នឹងគឺល្បីនឹងកន្លែងខ្ទមហ្នឹងឯងដើរចុះដើរឡើងថតរូបអីអញ្ចឹងទៅក៏ឃ្លានបាយនេះឥឡូវដល់ម៉ោងបាយហើយម៉ោង1ជិតម៉ោង2ហើយអញ្ចឹងបាយដែលពួកខ្ញុំបានខ្ចប់មកហ្នឹងគឺមានខសាច់ជ្រូកខពងទាបាទមានត្រីខកំប៉ុងស្រី3នាក់អីហ្នឹងគឺចែកគ្នាហើយបាទអញ្ចឹងគឺជាពេលវេលាមួយដែលយើងត្រូវចែករំលែកហើយឃ្លានហើយនេះឯងដែលមិត្តភក្តិខ្ញុំតែងឆ្ងល់ថាឃើញខ្ញុំដើរលេងរហូតសម្បូរលុយដើរលេងអីមានសម្បូរលុយទេបាទអញ្ចឹងដាក់បាយមកញ៉ាំអញ្ចឹងឯងពេលដែលដើរលេងទៅណាម្ដងហ្នឹងអញ្ចឹងយើងគ្រាន់តែចំណាយលុយ$11ថ្លៃការធ្វើដំណើរសាធារណៈតាមរថភ្លើងឬមួយក៏ឡានក្រុងហ្នឹងទៅគឺយើងបានមកដល់កន្លែងលេងដែលស្រស់ស្អាតបាទហើយសប្បាយទៀតផងបាទយើងអត់មានចាំបាច់ទិញអីចំណាយអីផ្សេងក្នុងការទិញម្ហូបឬមួយក៏ទិញរបស់របរញ៉ាំអីផ្សេងទេដោយសារយើងខ្ចប់បាយមកដែរហើយបាទហើយយើងក៏អន្សំចៃលុយដែរបាទដើម្បីបានដើរលេងនៅកន្លែងច្រើនហើយនៅស្រុកនេះផងដែរក៏សម្បូរកន្លែងដើរលេងតាក់ទងជាមួយនឹងសួនធម្មជាតិបាទមានដើមឈើមានសួនច្បារសួនផ្កាអីអញ្ចឹងទៅក៏មកលេងទៅស្រួលដែរបាទហើយមធ្យោបាយធ្វើដំណើរសាធារណៈហ្នឹងក៏មកដល់ទៀតអញ្ចឹងវាអំណោយផលដល់ពួកខ្ញុំក្នុងការដើរលេងដែរបាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយក៏សំខាន់តែភ័យទោសឬកំហុសឆ្គងដែលកើតឡើងដោយអចេតនានៅក្នុងវីដេអូនេះគឺមានគោលបំណងក្នុងការផ្ដល់នូវការកម្សាន្តបាទសូមអរគុណសូមជម្រាបលា